ជំរាបសួរលោកគ្រូថ្ងៃនេះសមាជិកក្រុមរបស់ខ្ញុំគឺមានចំនួន7នាក់ខ្ញុំនឹងមកធ្វើបទបង្ហាញដែលទាក់ទងអំពី Linux Juventus ហ្នឹងដែលគេប្រើវាទៅលើអាជីវកម្មឬក៏ក្រុមហ៊ុនណាមួយអញ្ចឹងថាគេប្រើប្រាស់ Linux Juventus ហ្នឹងទៅលើអាជីវកម្មហ្នឹងបានចឹងដូចម្ដេចខ្លះអញ្ចឹងចំពោះជំនាញបន្ទាប់គឺយើងមកសិក្សាទាក់ទងទៅលើ file server មួយសិនដែលធ្វើបទបង្ហាញដោយខ្ញុំបានផ្ទាល់ឈ្មោះច័ន្ទសុវិសាលចឹងជំនាញដំបូងគឺយើងត្រូវស្គាល់ថាអ្វីគឺជា file server ជាមុនសិនចំពោះ file server គឺជាកន្លែងដែលឯកសារត្រូវបានរក្សាទុកហើយវាចែកចាយនៅលើ network file server នេះគឺវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់នឹងចូលទៅទាញយកឬក៏រក្សាទុកឯកសារដោយមិនចាំបាច់រក្សាទុកវានៅលើម៉ាស៊ីនកុំព្យូទ័ររបស់គាត់ផ្ទាល់ទេហើយវាផ្ដល់ភាពងាយស្រួលជាច្រើនទៅក្នុងក្រុមហ៊ុននិងអាជីវកម្មផ្សេងទៀតចំពោះចំណុចបន្ទាប់ថាអ្វីគឺជា Samba ចំពោះ Samba វាគឺជា open source software ដែលអនុញ្ញាតឲ្យ Linux ចែករំលែកឯកសារជាមួយ Windows, macOS និងម៉ាស៊ីនដទៃទៀតមិនត្រឹមតែ Linux ចែករំលែកឯកសារទៅកាន់ operating system ដទៃទេហើយក៏មិនតែ operating system វាអាច access ចូលមកយកឯកសាររបស់ Linux វិញបានដែរចា៎ចំណុចបន្ទាប់គេនិយាយថាហេតុអ្វីបានជាយើងត្រូវការប្រើប្រាស់ Samba ទៅលើក្រុមហ៊ុនមួយឬក៏អាជីវកម្មមួយអញ្ចឹងការប្រើប្រាស់ Samba គឺវាងាយស្រួលក្នុងការចែករំលែកឯកសារទៅកាន់ department ផ្សេងៗឬក៏នាយកដ្ឋានផ្សេងៗហើយ user access control មានន័យថារាល់ user ឬក៏គ្រប់ទាំងអស់ហ្នឹងដើម្បីចូលទៅទាញយកឯកសារគឺគាត់នឹងត្រូវមានការអនុញ្ញាតជាមុនសិនបានអាចយកឯកសារមកប្រើប្រាស់បានហើយចំពោះ cross platform មានន័យថាវាដំណើរការជាមួយនឹង operating system ដទៃទៀតបានហើយនេះគឺជាកន្លែងជំហាននៅក្នុងការ install Samba នេះគឺជា command ក្នុងការ install Samba ហើយកន្លែងនេះគឺជាកន្លែងដែលយើងអាចបង្កើត folder សម្រាប់ share folder ទៅកាន់កុំព្យូទ័រដទៃតាមរយៈ network នេះគឺជាកន្លែង configuration ដែលយើងអាចផ្ដល់សិទ្ធិទៅកាន់ user ផ្សេងៗឬក៏ក្រុមផ្សេងៗយើងអាចឲ្យគាត់ read ឬក៏ write បានតាមចិត្តរបស់យើងចង់ហើយកន្លែងនេះគឺជា command សម្រាប់ក្នុងការ reset Samba អញ្ចឹងចំពោះ Linux គឺគេដែលស្នើឲ្យយើង reset ជាមុនសិននៅពេលដែលយើងក្រោយពេលដែលយើងបញ្ចប់ការ install ហើយនឹង configuration បានដើម្បីឲ្យ Samba ហ្នឹងគឺវាដើរស្រួលហើយកន្លែង advanced setup for company គឺយើងចង់និយាយថាតើតើទៅនឹងក្រុមហ៊ុនមួយហ្នឹងយើងអាចប្រើ file server បានទៅលើយើងអាចប្រើ file server ទៅធ្វើអីបានខ្លះអញ្ចឹងទីមួយយើងអាចបង្កើត user និងក្រុមសម្រាប់ department ណាមួយយើងអាចរៀបចំ private folder ដោយមានការអនុញ្ញាតត្រឹមត្រូវមិនមែនរាល់ user ឬក៏ក្រុមទាំងអស់អាច access ចូលទៅប្រើប្រាស់បានទេហើយយើងអាចបិទមិនឲ្យជនមិនស្គាល់មុខចូលទៅប្រើប្រាស់ឬក៏ទាញយកឯកសារបានហើយចុងក្រោយហ្នឹងគឺវាធ្វើការ backup ដោយស្វ័យប្រវត្តិរបស់វាតែម្ដងសួស្តីអ្នកនរគ្នាខ្ញុំនិយាយបន្តពីមើលរោងក្រុមរបស់ខ្ញុំឈ្មោះសុកវិសាលចំពោះខ្ញុំឈ្មោះខាន់ពិសិដ្ឋក្នុងការនិយាយបន្តរបស់ខ្ញុំនិយាយអំពី web server ដើម្បី set up ឲ្យ company មួយហើយក្នុងការ set up នេះគឺ set up នៅលើ Ubuntu server ហើយចំពោះតើអ្វីទៅគឺជា web server គឺជាបណ្ដាញប្រព័ន្ធមួយដែលឲ្យយើងផ្ញើទៅន័យទៅកាន់ HTTP ឬ HTTPS ឬចូលទៅកាន់ website ដើម្បី deliver web page ទៅកាន់ user ឬ client ជាដើមក្នុង presentation នេះចំពោះ web server ដែលខ្ញុំ set up គឺខ្ញុំជ្រើសយក Visual Host ដែលយកមកប្រើប្រាស់គឺ Apache ដើម្បីឲ្យមានភាព secure និងសុវត្ថិភាពជាងមុនហើយចំពោះក្នុងការ present នេះខ្ញុំនិយាយតែការ set up ហើយនឹង install មួយចំនួនដូចជាការ update ការ add user
ការ install Apache ដើម្បីឲ្យមានភាព secure ទៅលើ website របស់យើងហើយនឹងការ access ទៅកាន់ firewall ដើម្បី enable វាដើម្បីឲ្យវាមានមុខងារពេញលេញក្នុងការប្រើប្រាស់ web server របស់យើងនៅលើ Ubuntu server ហើយមកទៀតគឺការ enable ASX ដូចជាការ enable firewall ដែរហើយមកទៀតគឺ create a simple website ក្នុងនោះខ្ញុំបាន create ខ្ញុំបានលើកយកតែពីរទេគឺ department ID ហើយនិង IT និង department HR ដែលយកមកជាឧទាហរណ៍ក្នុងការជំនួសក្នុង company មួយហើយចូលមកទៀតគឺជាការ edit visual របស់ host នៅក្នុង department ID នេះគឺជា visual edit host visual ក្នុង department ID របស់ខ្ញុំហើយមកទៀតគឺការ enable របស់ host site ហើយនឹងការ install auto config របស់ web server របស់យើងដោយប្រើ ASL និង TLS config ហើយចំពោះការ testing របស់យើងខ្ញុំបាន testing ដោយប្រើលើ Windows បាទហើយចំពោះ website ដែលខ្ញុំយកមក test នោះគឺដូចជា IT.local ដែលខ្ញុំបានទៅសេឡើងហើយនឹង host វានៅលើ Ubuntu server ហើយមួយទៀតគឺ HR.local ហើយចំពោះពេលដំបូងចំពោះក្នុងការ set up ដំបូងរបស់ Apache នៅលើ Ubuntu server របស់ web server គឺវាមាន page Ubuntu server មួយដែលឲ្យស្រាប់ដូច Laravel អញ្ចឹងដែរហើយចំពោះគោលបំណងក្នុងការ set up web server នេះគឺដើម្បី deliver web page និងព័ត៌មានផ្សេងៗទៅកាន់ user ឬបុគ្គលិកនៅក្នុងក្រុមហ៊ុនជាដើមហើយចំពោះ web server ខ្ញុំមានតែប៉ុណ្្នឹងទេបាទជាបន្តគឺខ្ញុំឈ្មោះលឹមសិង្ហហៀងខ្ញុំមកបន្តពី web server មុនហ្នឹងគឺខ្ញុំធ្វើការ set up DHCP server សម្រាប់ក្រុមហ៊ុន Midspring របស់យើងជាដំបូងខ្ញុំណែនាំពី DHCP គឺ Dynamic Host Configuration Protocol នេះគឺជាវិធីការដែលបម្រើសម្រាប់ចែកចាយឲ្យអាសយដ្ឋាន IP ដោយស្វ័យប្រវត្តិនិងការកំណត់បណ្ដាញដទៃទៀតដូចជា Gateway និង DNS ទៅឲ្យឧបករណ៍នៅក្នុងបណ្ដាញបើមាន DHCP វាត្រូវកំណត់ IP ដោយដៃសម្រាប់រាល់ឧបករណ៍ដែលពិបាកនឹងចំណាយពេលបាទដំបូងគឺខ្ញុំបានកំណត់ DHCP រួចរាល់អស់ហើយគឺខ្ញុំដាក់វាទៅជាពី subnet 192ខ្ញុំប្រើប្រាស់ IP address 192.168.174 និង 0នេះគឺជា subnet របស់វាហើយ net mask គឺជាទូទៅ 255.255.255.0 ហើយក្នុងហ្នឹងសម្រាប់ range ដែលខ្ញុំចែកចាយឲ្យប្រើបន្តគឺចាប់ពី range 192.168.174.100 ពីចន្លោះហ្នឹងទៅ 192.168.174 ទៅ 200 ហើយ option router ហ្នឹងគឺជា gateway របស់ router គឺ 192.168.174.1ហើយ submask ហ្នឹងគឺដែលបាន net mask subnet mask ហើយ option domain name server គឺ 8.8.8 ហើយក្នុងនេះគឺខ្ញុំបានណែនាំហើយ subnet គឺជាបណ្ដាញ IP address ហើយ range គឺអាសយដ្ឋាន IP ដែល DHCP អាចផ្ដល់បានដូចខ្ញុំផ្ដល់ពី100ទៅ200អញ្ចឹងចន្លោះពីហ្នឹងគឺបណ្ដាញណាដែល connect ចូលមកគឺវា load ពីចន្លោះពី100ទៅ200វាអាច 101 110 170អីចឹងទៅដល់ក្រោម200ហើយការ activate specific អីហ្នឹងគឺអានេះគឺ network interface កន្លែងនេះគឺខ្ញុំធ្វើនៅ back end ទេព្រោះនៅខ្ញុំក្នុងនេះគឺចែកចាយឲ្យអ្នកទាំងអស់គ្នាមើលហើយកន្លែងនេះគឺខ្ញុំដាក់
IP ចូលទៅក្នុងហ្នឹងគឺ network interface ហ្នឹងគឺការ use ហើយនេះគឺរបៀប start IP DHCP server អញ្ចឹងខ្ញុំដាក់ start ឲ្យផ្ទាល់ហ្មងនេះគឺជាកូដ2 line សម្រាប់ start DHCP របស់ខ្ញុំនេះគឺបានបញ្ជាក់ថា DHCP ខ្ញុំគឺបាន run រហូតគឺ active រហូត running រហូត enable រហូតអញ្ចឹងរាល់ពេលដែលគេ access បណ្ដាញចូលមកក្នុង server គឺ access ចូលដែល rank ខ្ញុំបានបញ្ជាក់ប្រាប់មុនហ្នឹងគឺចន្លោះពី100ទៅ200ដែលក្នុងនេះគឺខ្ញុំបានឲ្យ set ចូលក្នុងនឹងរួចរាល់នេះនៅកន្លែងនេះគឺខ្ញុំបាន set វាចូលហើយមុនហ្នឹងក៏ខ្ញុំបានដាក់ឲ្យវា running active រហូតដែរអញ្ចឹងការកំណត់ DHCP នៅក្នុង server របស់យើងគឺបញ្ចប់ដោយធំនឹងបាទសូមអរគុណសម្រាប់លោកគ្រូមករៀនសូរ៉េតមកនិយាយទាក់ទងទៅនឹងការតម្លៃ DNS server ការតម្លៃ DNS server នេះគឺយើងតម្លៃសម្រាប់ក្រុមហ៊ុន Mainstream Technology Co Ltd ហើយមុននឹងឈានទៅដល់ការតម្លៃយើងមកយកពីនិយមន័យ DNS server ឬក៏យើងហៅថា DIN លើ Linux ជាបន្ទុកអញ្ចឹងDNS server ហ្នឹងត្រូវបានបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ1983ដោយនិស្សិតនៅសាកលវិទ្យាល័យ Berkeley មានពេញហ្នឹងមកពីពាក្យថា Berkeley Internet Name Domain គឺជា open source DNS server ដែលផ្ដល់ service នៅលើ Linux DNS server មានតួនាទីបំលែង domain name ទៅជា IP address ហើយនឹងបំលែងពី IP address ទៅមក domain name វិញហើយ DNS server តើតើទៅនឹង DNS server គឺមានន័យថាវាជួយឲ្យកុំព្យូទ័រស្វែងរកគ្នាដោយប្រើឈ្មោះហើយចំនួនមកវិញគឺ IP address ឧទាហរណ៍ដូចជាចំនួនហើយវិញដូចជាយើងចំនួនការវាយនៅ IP ដូចជា192ឬក៏168.1.10ហើយយើងអាចប្រើ server 1.mainstream.local ហើយវាជួយធ្វើឲ្យយើងងាយស្រួលសម្រាប់គ្រប់គ្រងក្នុងក្រុមហ៊ុនដោយមិនចាំបាច់យើងវាយនៅ IP address ដែលមានវែងៗទេហើយបន្ទាប់អ្វីបានជាយើងត្រូវការ DNS server អញ្ចឹងបច្ចុប្បន្នយើងប្រហែលជាកំពុងតែប្រើលេខ IP address ដូចជា192 168.1.20ដើម្បីភ្ជាប់ទៅកាន់ printer ឬក៏ server ប៉ុន្តែវាជារឿងដែលពិបាកចងចាំតួ IP address របស់យើងគឺវាប្រែប្រួលទៅតាម network ហើយ DNS server ហ្នឹងវានឹងជួយយើងទីមួយដូចជាប្រើឈ្មោះដូចជា printer.mainstream.local ឬក៏ staff.mainstream.local ជំនួសឲ្យ IP address វិញហើយវាធ្វើឲ្យបណ្ដាញរបស់យើងនឹងមានរបៀបរៀបរយជាងមុនងាយស្រួលក្នុងការដំឡើងកុំព្យូទ័រថ្មីហើយមានការគ្រប់គ្រងឈ្មោះផ្ទាល់ខ្លួនជាប្រព័ន្ធដែលគេហៅថា external domain ហើយចំណុចសំខាន់មានដូចជាទី1គឺយើងត្រូវការដំឡើងinstall DNS server មានដូចជាមាន9នៅលើ Ubuntu ទី2គឺ configure DNS rule forward and reverse សម្រាប់ domain ទី3គឺសាកល្បង test name resolution នៅក្នុង local ឬក៏ remote ចេញពី client ហើយចំណុចបន្ទាប់គឺដើម្បីធានា resource DNS server យើងត្រូវដាក់កម្រិត restrict query និង disable restriction ការបង្ហាញឡើងវិញការកំណត់ server ឲ្យចាប់ផ្ដើមនៅពេល boot និងធានាថា server របស់យើងនឹងគឺបានដំណើរការហើយវិធីសាស្ត្រដែលយើងនឹងអនុវត្តមានដូចជាយើងនឹងដំឡើង DNS server នៅលើប្រព័ន្ធប្រតិបត្តិការ Ubuntu Linux ដោយប្រើកម្មវិធីឈ្មោះថា Bin 9 Bin 9 នឹងគឺជាកម្មវិធី DNS server ដែលពេញនិយមបំផុតនៅលើ Linux សំខាន់នៃការដំឡើង Bin 9មានដូចជាទី1ការបង្កើត server ដែលអាចបកប្រែឈ្មោះទៅជា IP address បង្កើត source file កំណត់ថា staff mainstream.local មាន IP
address ជា192.168.1.30 ហើយចំណុចប្រកគឺចាប់ផ្ដើម DNS server អញ្ចឹងបើកដំណើរការឲ្យ DNS server ដើម្បីឆ្លើយតបហើយនឹងសារលបងប្រើ DNS server យើងប្រើ server ដូចជា server 1.ping .mysping.local ដើម្បីចូលទៅប្រើប្រាស់ហើយឧទាហរណ៍សម្រាប់ការិយាល័យយើងប្រើ IP address ហើយឧទាហរណ៍ DNS server មាន ns1.myspring.local ដែលមាន IP 192.168.1.10 ជាដើមហើយសម្រាប់ file server យើងអាចប្រើ server 1.myspring.local ឬក៏ IP address 192.168.1.20 ហើយសម្រាប់មុខ computer មុខលិកគឺអាចក្នុង main name គឺដាក់ staff.myspring.local ហើយសម្រាប់ IP address យើងកំណត់ដោយ 192.168.1.30 ហើយម៉ាស៊ីនបោះពុម្ពម៉ាស៊ីន printer ហ្នឹងគឺអាច set ឲ្យវាបានដូចនេះគឺ printer.myspring.local 192.168.1.50 ជាដើមហើយបន្ទាប់ពីយើង set ហើយគឺយើងបោះពុម្ពឯកសារឬ copy ឯកសារហ្នឹងយើងមិនចាំបាច់ចាំនៅ IP address ដូចពីមុននេះគឺយើងគ្រាន់តែប្រើឈ្មោះ domain name របស់ម៉ាស៊ីន server របស់យើងគឺយើងអាច copy បានចូលទៅប្រើប្រាស់ printer នេះបានហើយអាចការនៅពេលក្រោយដំណើររួចទីមួយយើងអាចបន្ថែម reverse DNS ឲ្យ IP address ត្រឡប់ទៅជាឈ្មោះ domain name វិញហើយទីពីរគឺតបភ្ជាប់ជាមួយនឹង domain name public ដូចជា myspring.com ហើយចុងក្រោយគឺប្រើ DNS សម្រាប់ email website cloud service database file server អីជាដើមហើយសរុបមក DNS server វាជួយឲ្យ internet internal network ងាយស្រួលប្រើអាចប្រើឈ្មោះចំនួន IP address បានហើយធ្វើឲ្យការគ្រប់គ្រងបណ្ដាញ network របស់យើងមានភាពទំនើបនិងមានរបៀបរៀបរយជាងមុនហើយការដំណើរ DNS server របស់យើងគឺមានតែប៉ុណ្្នឹងទេខ្ញុំពិសាចំណុចបន្ទាប់នេះនឹងនិយាយអំពីការប្រើប្រាស់ database របស់ក្រុមហ៊ុនរបស់យើងអញ្ចឹងក្រុមហ៊ុនរបស់យើងនឹងយក MySQL និង PostgreSQL យកមកប្រើប្រាស់ដែរចំណុចនេះនឹងនិយាយអំពី MySQL អញ្ចឹងដំបូងឡើយខ្ញុំនឹងនិយាយអំពីហេតុអីបានយើងត្រូវការ install MySQL server ហ្នឹងអញ្ចឹងយើង install វាដើម្បីទី1ហ្នឹងគឺដើម្បី store នៅ manage data MySQL អនុញ្ញាតឲ្យយើងបង្កើត database table និង store data ដែលមានរបៀបរៀបរយទី2ហ្នឹងគឺសម្រាប់ web application វាមាន web application ដែលអាស្រ័យទៅលើ MySQL ដើម្បីគ្រប់គ្រងទៅលើ user account post comment ជាដើមទី3ហ្នឹងគឺ backend សម្រាប់ software project បើយើងកំពុងតែ develop software ណាមួយយើងអាចប្រើ MySQL គឺជា backend database បានចំណុចបន្ទាប់ខ្ញុំនឹងនិយាយអំពីរបៀប install MySQL នៅលើ Ubuntu ដែល step ទី1ហ្នឹងយើងធ្វើការ update package index ដែលយើងប្រើប្រាស់ code នៅក្នុងប្រអប់នេះដែលយើងធ្វើការ update package index ណាដើម្បីឲ្យ system យើងដឹងអំពី package ដែល available ចូលខាង gameចំណុចទី step 2យើងធ្វើការ install MySQL server ដែលយើងប្រើប្រាស់កូដនៅក្នុងប្រអប់នេះដែរហើយបន្ទាប់មកយើងធ្វើការ check និង start MySQL service បន្ទាប់ពីយើង install MySQL ហើយវានឹង start automatic អញ្ចឹងដើម្បី check វាយើងអាចប្រើប្រាស់កូដនៅក្នុងប្រអប់នេះបានហើយយើងនឹងឃើញ output នៅក្នុងនេះចំណុចបន្ទាប់យើងធ្វើការ secure installation ចឹងដើម្បីធ្វើការ secure ការ install ហ្នឹងយើងអាចប្រើប្រាស់នៅក្នុងកូដនៅក្នុងប្រអប់នេះហើយវានឹងចេញនៅសំណួរនៅក្នុងនេះដែលយើងអាចឆ្លើយវាទៅតាមនឹងបានចំណុចទី5យើងធ្វើការ login ចូលទៅក្នុង MySQL ដែលយើងប្រើ sudo MySQL បន្ទាប់មកយើងពេលដែលយើង login ហើយយើងអាចធ្វើការបង្កើត database ហើយនឹង table បានអញ្ចឹងដើម្បីបង្កើត database យើងអាចប្រើប្រាស់ create
create database ហើយដាក់ data ឈ្មោះ database យើងបន្ទាប់មកយើងត្រូវធ្វើការប្រើ database ដែលយើងបានបង្កើតនឹងហើយបន្ទាប់មកយើងអាចបង្កើត table ដាក់ table name អីបានហើយសម្រាប់ក្រុមហ៊ុនរបស់យើងដែរយើងបានបង្កើត database មួយឈ្មោះថា software company database DB ដែលក្នុងនោះដែរខ្ញុំបានបង្កើត table ចំនួន3មានដូចជា table customer table project table license ដែល table customer ហ្នឹងខ្ញុំបង្កើតដើម្បីស្ទាល់និង manage ព័ត៌មានរបស់អតិថិជនដែលបានទិញក៏ដូចជាប្រើប្រាស់នៅ software របស់ពួកខ្ញុំដែលនៅក្នុងនោះដែរខ្ញុំមាន field ជា ID name email phone address company name ហើយ create ad ចំពោះ project វិញខ្ញុំមាន field ដូចជា project ID project name description start date end date status create ad ហើយ license វិញមាន field ដូចខាងក្នុងរូបហ្នឹងអញ្ចឹងចំណុចខ្ញុំចប់តាមហ្នឹងចឹងចំណុចរបស់បន្ទាប់របស់ខ្ញុំឈ្មោះអង្គkim Chaiខ្ញុំនឹងមកធ្វើការពេលសម្បត្តិពីចំណុចរបស់ពិសាដែលចំណុចរបស់ខ្ញុំគឺ Postgres SQL តកតងជាមួយនឹង database server ចឹង database server របស់ខ្ញុំគឺ Postgres SQL server ហ្នឹងគឺជា program ដែលវាដំណើរការនៅលើ Linux system ហើយនឹងវាគ្រប់គ្រងទៅលើ database ហើយអានោះវាមានលក្ខណៈពិសេសដូចជាវា free open source ហើយវាសុវត្ថិភាពទៅលើទិន្នន័យរបស់យើងហើយវាល្អចំពោះ data ដែលមានលក្ខណៈស្មុគស្មាញអញ្ចឹងចំណុចបន្ទាប់ទៀតគឺហេតុអ្វីទៅបានជាយើងចាំបាច់ប្រើអា Postgres SQL ហ្នឹងសម្រាប់ក្រុមហ៊ុនអញ្ចឹងបានជាយើងប្រើសម្រាប់ក្រុមហ៊ុនហ្នឹងដោយសារតែវាមានលក្ខណៈគុណសម្បត្តិដូចជារក្សាសុវត្ថិភាពទិន្នន័យរបស់យើងហើយវានៅតែដំណើរការលឿនទោះបីជាក្រុមហ៊ុនរបស់យើងហ្នឹងបន្ថែមហើយវាមានទំនុកចិត្តនៅក្នុងការ generate report ហើយយកចាំបាច់សំណាលុយឯដោយសារតែ Postgres SQL ហ្នឹងវា open source វា free ហើយចុងក្រោយហ្នឹងគឺវា support ជាមួយនឹងប្រតិបត្តិការដែលមានលក្ខណៈស្មុគស្មាញហើយអញ្ចឹងជំនួសបន្ទាប់មកទៀតយើងនឹងចូលទៅការជំហានទៅលើការ install Postgres SQL អញ្ចឹងដំបូងដើម្បី install Postgres SQL យើង update system យើងមុនសិនហើយបន្ទាប់មកយើងធ្វើការ install Postgres SQL យើងហើយចូលមកកាន់ជំហានបន្ទាប់យើងធ្វើការ switch user នៅពេលដែលយើង install បានជោគជ័យយើង switch user ទៅ user Postgres ចឹងដូចបង្ហាញវានឹងឃើញវានឹងឃើញយើងនៅក្នុង user Postgres ហ្នឹងហើយបន្ទាប់មកទៀតយើងធ្វើការបើកនៅ cell របស់ Postgres SQL ដើម្បីសរសេរជាមួយនឹង SQL នៅក្នុងការបង្កើត database table អីផ្សេងៗអញ្ចឹងខ្ញុំនឹងធ្វើការបង្កើតជាមួយនឹង database អញ្ចឹងនៅក្នុង cell ហ្នឹងហើយខ្ញុំនឹងធ្វើការបង្កើតនៅ database មួយដែលមានឈ្មោះថា MindSpring Text ហើយនៅពេលដែលបង្កើតជោគជ័យយើងនឹងឃើញវាដាក់ថា create database ហើយចំណុចបន្ទាប់ទៀតយើងនឹងធ្វើការ connect ទៅកាន់ database អញ្ចឹងយើងត្រូវការប្រើ /c ហើយបន្ទាប់មក MindSpring Text ហើយបន្ទាប់មកនៅពេលដែលយើង connect បានជោគជ័យវានឹង load ថា you are now connected to database MindSpringជា user Postgres ចឹងបន្ទាប់មកទៀតខ្ញុំនឹងធ្វើការបង្កើតជាមួយនឹង table មួយគឺ table employees ដែលមាន ID name department ហើយនិង salary ហើយបន្ទាប់មកទៀតខ្ញុំធ្វើការ insert ទៅក្នុង table employee ហ្នឹងដែលខ្ញុំនឹង insert 3 column ដែលមាននៅដូចនៅក្នុង comment ហើយបន្ទាប់មកយើងនឹងឃើញយើង insert បានជោគជ័យ
វាដាក់ insert 0លេខ3ហើយបន្ទាប់មកទៀតយើងធ្វើការ display data មើលយើង display នៅតន័យនៅក្នុង table នឹងមើលដោយសរសេរ select from employee យើងនឹងឃើញនៅតន័យទាំងអស់ហ្នឹងមកហើយអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចំណុចចុងក្រោយខ្ញុំមកនិយាយពី mail server mail server ខ្ញុំឈ្មោះចាំបូជ័យ What is mail server mail server គឺជាប្រព័ន្ធដែលឲ្យអ្នកផ្ញើនឹងទទួល email រួមមានសេវាកម្ម Postwatch និង DVCode មួយ install Postwatch និង mail server តែទី1យើងត្រូវ update និង hostname ដោយប្រើ command ខាងក្រោមដើម្បីកំណត់ឲ្យម៉ាស៊ីនមានឈ្មោះសមរម្យសម្រាប់ប្រើប្រាស់នៅក្នុងការបង្កើត mail server ទី2 Postwatch គឺជា mail server ដែលត្រូវបានសរសេរក្នុងភាសា C លក្ខណៈសំខាន់របស់វាគឺល្បឿននៃការប្រតិបត្តិនិងជាប្រភពដើមដំឡើងវាដោយប្រើ command ខាងក្រោមក្នុងការដំឡើងយើងត្រូវបានសួរថាតើត្រូវកំណត់ការបញ្ជាដោយផ្លេចនៅលើអេក្រង់ទី1សូមជ្រើសរើសប្រភេទសេវាកម្មអ៊ីនធឺណិតបន្ទាប់មកយើងត្រូវបញ្ចូលឈ្មោះ server ក្នុងករណីនេះគឺ example.com Postwatch មានភាពប្រែប្រួលយ៉ាងខ្លាំងហើយអាចអនុញ្ញាតឲ្យមានការកំណត់យ៉ាងទូលំទូលាយពី Add user សូមបន្ថែមអ្នកប្រើប្រាស់របស់យើងទៅកាន់ mail ក្រុមតាម comment ខាងក្រោមក្រោយពីនេះយើងត្រូវបង្កើត user និងបន្ថែមពួកគេទៅកាន់ mail ក្រុមដើម្បីឲ្យពួកគេអាចផ្ញើនិងទទួល email បានដោយប្រើ comment ខាងក្រោមតែមកសូមកំណត់ពាក្យសម្ងាត់សម្រាប់អ្នកប្រើប្រាស់ថ្មីដែលបានបង្កើតឡើងតាមរយៈ command ខាងក្រោមហើយចំណុចបន្ទាប់គឺយើង test the Ubuntu mail server តែទី1ឥឡូវនេះដើម្បីបញ្ជាក់អំពីអ្វីដែលយើងបានធ្វើយើងនឹងផ្ញើនិងទទួល mail ពី terminal ដើម្បីធ្វើដូច្នេះយើងត្រូវដំឡើង package មួយឈ្មោះ mail utils តាម command ខាងក្រោមទី2បន្ទាប់មកយើងនឹងផ្ញើ mail ទៅកាន់អ្នកប្រើប្រាស់ email ផ្សេងទៀតឈ្មោះ Gabriel សូមវិប្រធានបទនិងសាររបស់អ្នកបន្ទាប់ពីវាយរួចសូមចុច Ctrl D ដើម្បីបញ្ចប់ដើម្បីចាប់ផ្ដើមសរសេរ email សូមវិ comment នៅខាងក្រោមទី3ឥឡូវនេះយើងអាចចូលទៅក្នុងករណីអ្នកប្រើប្រាស់ផ្សេងទៀតហើយពិនិត្យមើលកម្មវិធី mail នៅទីនោះបន្ទាប់ពីដំណើរការបញ្ជា mail អ្នកនឹងឃើញ email ដែលយើងទៅតែផ្ញើទៅកាន់អ្នកប្រើប្រាស់ដើម្បីសាកល្បងដើម្បីចូលអាន email នោះយើងសូមវាយលេខ email ក្នុងករណីនេះគឺលេខ1ដើម្បីសាកល្បង email ចេញពីអ្នកប្រើប្រាស់នេះវិញអ្នកអាចសាកល្បងទៅអាស័យដ្ឋាន email ផ្សេងទៀត